នៅក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពនិងនាំមកនូវបច្ចេកវិទ្យាវិទ្យាសាស្ត្រទំនើបជូនដល់ប្រជាពលរដ្ឋកម្ពុជាសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសុខភាពបុរសនិងស្ត្រីត្រូវបានសហការរៀបចំឡើងរវាងក្រុមហ៊ុន Tesho Sky King និងមន្ទីរពេទ្យ Thomson Amensara របស់ប្រទេសម៉ាឡេស៊ីនាពេលថ្មីៗកន្លងមកនេះសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមបរិបទមួយដែលនិន្នាការនៃការចេញទៅព្យាបាលជំងឺនៅប្រទេសថៃរបស់ពលរដ្ឋកម្ពុជាមានការធ្លាក់ចុះខ្លាំងដោយសារតែការធ្វើសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពជាតិកម្ពុជាសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសុខភាពបុរសនិងស្ត្រីមានការអញ្ជើញចូលរួមពីវាគ្មិនដែលជាវេជ្ជបណ្ឌិតឯកទេសល្បីចំនួន2រូបមកពីមន្ទីរពេទ្យ Thomson របស់ម៉ាឡេស៊ីដើម្បីផ្ដល់នូវចំណេះដឹងផ្នែកវិទ្យាសាស្ត្រកម្រិតខ្ពស់ពាក់ព័ន្ធទៅនឹងសុខភាពបុរសនិងតម្រងនោមដោយលោកវេជ្ជបណ្ឌិត Muhila អ្នកឯកទេសផ្នែកតម្រងនោមនិងក្រពេញប្រូស្តាបានធ្វើបទបង្ហាញលម្អិតអំពីជំងឺដែលបុរសជួបប្រទះញឹកញាប់និងវិធីសាស្ត្រព្យាបាលតាមបច្ចេកវិទ្យាទំនើបចុងក្រោយដែលជួយឲ្យការធ្វើរោគវិនិច្ឆ័យកាន់តែច្បាស់លាស់និងមានប្រសិទ្ធភាពខ្ពស់ជាមួយគ្នានេះផ្នែករោគស្ត្រីនិងបច្ចេកវិទ្យាបង្កកំណើត IVF លោកវិជ្ជបណ្ឌិត Shurinder អ្នកឯកទេសផ្នែករោគស្ត្រីនិងបច្ចេកទេសបង្កកំណើតតាមបែបវិទ្យាសាស្ត្រ IVF បានចែករំលែកនៅចំណេះដឹងដោះស្រាយបញ្ហាអសមត្ថភាពមានកូនដែលជាក្តីសង្ឃឹមថ្មីសម្រាប់ក្រុមគ្រួសារដែលប្រាថ្នាចង់បានបុត្រតាមរយៈបច្ចេកទេសទំនើបសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនដែលមានអ្នកចូលរួមជាច្រើនក្នុងនោះក៏គេសង្កេតឃើញមានវត្តមានសិល្បករជើងចាស់និងតារាល្បីៗចូលរួមដែរដូចជាលោកទេពរិទ្ធរោលោកស្រី Joy និងនីព្រែកដែលបានមកចូលរួមស្វែងយល់និងគាំទ្រដល់យុទ្ធនាការអប់រំសុខភាពនេះដើម្បីជាគំរូដល់មហាជនក្នុងការយកចិត្តទុកដាក់លើផ្នែកសុខភាពរបស់ខ្លួនលោកស្រីសុគន្ធានាយិកាក្រុមហ៊ុន Tesho Sky King ដែលជាអ្នករៀបចំកម្មវិធីបានថ្លែងបញ្ជាក់ពីឆន្ទៈក្នុងការរៀបចំសិក្ខាសាលានេះថានេះគឺជាស្ពានចម្លងចំណេះដឹងនិងសុខភាពស្តង់ដារអន្តរជាតិមកកាន់ដៃប្រជាពលរដ្ឋកម្ពុជាលោកស្រីបានសង្កត់ធ្ងន់ថាការពិនិត្យនិងការតាមដានសុខភាពជាប់ជាប្រចាំគឺជាគ្រឹះនៃសុភមង្គលការជ្រើសរើសមន្ទីរពេទ្យដែលមានស្តង់ដារមានគុណភាពនិងមានការទុកចិត្តកម្រិតអន្តរជាតិនិងធានានូវសុវត្ថិភាពខ្ពស់សម្រាប់ការព្យាបាលតាមរយៈការជួបពិភាក្សាដោយផ្ទាល់ជាមួយវិជ្ជបណ្ឌិតជំនាញអន្តរជាតិអ្នកចូលរួមបានទទួលនូវឱកាសពិគ្រោះយោបល់ស៊ីជម្រៅនិងជួយកាត់បន្ថយការបារម្ភទទួលបានជម្រើសព្យាបាលត្រឹមត្រូវតាមបែបវិទ្យាសាស្ត្របន្ថែមលើពីនេះគេក៏មើលឃើញដែរថាសិក្ខាសាលានេះក៏ជាផ្នែកមួយនៃការចូលរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីពង្រឹងវិស័យសុខាភិបាលនិងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋកម្ពុជាជៀសផុតពីជំងឺដង្កាត់ផ្សេងៗតាមរយៈការបង្ការជៀសជាងការព្យាបាល